បន្ទាប់ពីខ្ញុំគិតម្ដងហើយម្ដងទៀតខ្ញុំក៏សម្រេចចិត្តថាខ្ញុំទៅបបកត្រីលេងកំសាន្តនៅចំការអំពៅនៅអារ៉ាល់ហើយមុននឹងចេញទៅខ្ញុំត្រូវមកផ្ទះស្មាត់ធំដើម្បីយើងរៀបឲ្យបាយវ៉ាន់ឡើងឡានហើយយើងក៏ចេញទៅទាំងអស់គ្នាជាមួយធីមរបស់យើងគឺមាន5នាក់ហើយបន្ទាប់ពីយើងពិភាក្សាគ្នាអស់រយៈពេលជាយូរមកយើងក៏សម្រេចចិត្តថាយើងធ្វើដំណើរតាមផ្លូវលបឿនលឿនដើម្បីឲ្យទៅដល់ប្រឡងទាន់ព្រឹកថ្ងៃរះលំថៃដល់តែខំច្រើនហើយប៉ុន្តែវាអត់បានដូចចិត្តយើងទេព្រោះយើងត្រូវទៅយកស្មាត់យើងម្នាក់ទៀតនៅផ្លូវជាតិលេខ4ជាយើងត្រូវចុះពីលបឿនលឿនវិញទៅយកគាត់អញ្ចឹងឯសារអាការដែលយើងជីខុសផ្លូវហើយហ្នឹងក៏ធ្វើឲ្យយើងទៅដល់ប្រឡងដូចជាម៉ោង7ជាងបាត់ហើយថ្ងៃក៏រះអញ្ចឹងយើងខកជើងយើងទៅអត់បានផឹកព្រលឹមអានេះគឺយើងមកដល់ចំការអំពៅហ្នឹងគឺថ្ងៃហើយមានអ៊ំប្រុសគាត់ចាំបើកទ្វារឲ្យហើយយើងចូលលេងនៅក្នុងហ្នឹងយើងក៏ជូនជាថវិកាគាត់តិចតួចអីចឹងទៅឲ្យគាត់ហូបកាហ្វេអញ្ចឹងណាគាត់ខំបើកទ្វារបើកអីឲ្យហើយបងសាក្រោយក៏ស្រួលព្រោះគាត់ស្គាល់ពួកខ្ញុំហ្នឹងហើយបន្ទាប់ពីមកដល់ចំការអំពៅហ្នឹងជិះឆ្វែលចុះឆ្វែលឡើងឆ្វែលចុះឆ្វែលឡើងងាកឆ្វេងងាកស្ដាំអត់ឃើញប្រឡងសោះមិនដឹងថាទៅគប់ណាទេហើយក៏ចុះឡើងយើងក៏ឃើញប្រឡងមួយអញ្ចឹងក៏សម្រាប់ចិត្តថាឈប់ឡានលេងនៅហ្នឹងហើយស្មាត់យើងខ្លះក៏អ្នកខ្លះគេចាប់ដងទៅឡើងដងទៅអ្នកខ្លះក៏បាយព្រឹកអញ្ចឹងណាហើយសម្រាប់ខ្ញុំក៏ទៅឡើងដងហើយគប់បានប្រហែលជា 2-3 លានខ្សែអត់ខំនៅកែបហើយខ្ញុំគប់នេះជាមួយនឹងអាដុំស្អីគេនេះ DC ចិនហ្នឹងព្រោះមកខ្ញុំក៏ដូរដាក់នៅផ្លាស្ទិកនេះលេងទឹកវាលយើងគិតថាលេងយកកូនត្រីតូចយកមកបាយសិនមានណាលេងចូលអាធំវាចផ្លែអាលាផ្លែរួចអាធំបាត់ហើយមកព្រឹកហ្នឹងគឺនិយាយលទ្ធផលខ្ញុំអំបិលអត់មានបានសំបីមួយហើយនេះស្មាត់យើងគាត់ចូលធំរបស់គាត់ដែរហើយជា7-8 ខាំទេហ្នឹងពេលនេះយើងមានទឹកមាត់លេបហើយបាយថ្ងៃយើងមានម្ហូបហើយនេះខ្ញុំដើរឆ្ងាយពេកចុកជើងដឹងធ្វើម៉េចគួយគប់ហ្មងហើយកន្លែងនេះត្រីខាំចាំមើលទាំងអស់គ្នាតែត្រីហ្នឹងវាខាំហើយវាប្រឡែងវិញអញ្ចឹងវាខាំហើយប្រឡែងមកព្រឹកនេះខ្ញុំអត់បានវត្តត្រីទេហើយខ្ញុំក៏លេងជាមួយអាដុំស្អីចិនណាលីថលស្អីណា DC គេណាដុំហ្នឹងគឺល្អមែនទេល្អលេងនុយតូចនុយធំគឺគប់បានមកអែមនុយជ័រនុយផ្លាស្ទិកអីគឺគប់ចេញហើយប្រព័ន្ធ DC វាក៏ល្អដែរប្រាំងល្អគឺស្រួលលេងមែនទេប៉ុន្តែនិយាយចុះជាឡើងគឺសរុបទៅគឺខ្ញុំអំបិលតាំងពីព្រឹករហូតដល់ថ្ងៃម៉ោង12ចូលម៉ោង1គឺខ្ញុំអត់បានត្រីទេហើយមានតែមេទេគាត់បានត្រីបានរួចម្ហូបថ្ងៃកុំអីបាយមួយទឹកត្រីហើយកន្លែងនេះគឺខ្ញុំប្រើនុយកែបគប់ច្រើនខ្សែដែរគប់ខំតែត្រីហ្នឹងខំកញ្ឆក់ហើយវាលេងនុយវិញកន្លែងហ្នឹងគឺអត់បានវត្តទេហើយបងប្អូនចាំមើលតទៅមុខទៀតលេងនុយបាត់បងប្អូនអើយដាច់ផ្លូវខាងចំពីកន្លែងនេះបែរឆ្ងល់នេះលើកកែបឲ្យមើលđóមកនេះថាអំបិលហើយអញ្ចឹងគេក៏ប្រើខ្ញុំដុតត្រីប៉ុន្តែខ្ញុំកាត់ភ្លើងអត់ចេះទេស្មាត់ធំអ្នកបកាត់ភ្លើងដែរហើយមានស្មាត់យើងមួយទៀតរហស្សនាមគាត់ស្មាត់ទឹកត្រីស្វាយរដប់គឺអត់បានដាក់កបិតអីមកទេយើងយកកំប៉ុងយកមកធ្វើកបិត អ
ឥឡូវនេះយើងមើលទេសភាពព្រៃភ្នំនិយាយទៅវា fresh មែនតើជាមួយនឹងខ្យល់គួចខ្យល់អីហ្នឹងវាធ្វើអារម្មណ៍យើងស្រស់ស្រាយពេលយើងសម្រាប់ពីការងារយើងមកកន្លែងយើងអញ្ចឹងវាធូរអារម្មណ៍មែនតើក៏អាចបំពេញថ្មជីវិតយើងបានខ្លះដែរអញ្ចឹងណាប៉ុន្តែចង់និយាយថាអំបិលគឺខ្ញុំអត់បានត្រីទេមកព្រឹកអូយបន្ទាប់ពីបាយហើយខ្ញុំក៏ចូលមួយចូលមួយហើយខ្ញុំក៏អត់បានដាក់កាមេរ៉ាថតទេខ្ញុំគប់តាមរហូតក្រោយមកហ្នឹងដូចថាអារម្មណ៍យើងមួម៉ៅពេកតាមតត្រីអត់ខ្វល់រឿងថតទេហើយខ្ញុំក៏ចូលបាន2ទៀតមកក្បាលប្រហែលជា1គីឡូ7 1គីឡូ8ហើយមកក្បាលទៀតប្រហែលជា1គីឡូកន្លះខាងគៀនហ្នឹងហើយអញ្ចឹងអាមុនវាមួយប្រហែលជាកន្លះគីឡូអញ្ចឹងបានសរុបទៅបាន3ក្បាលអត់មានន័យតាមដាក់លើនេះហើយលេងមេឃភ្លៀងលើកូនពេលហ្នឹងដឹងជាម៉ោងប្រហែលទេមេឃភ្លៀងយើងក៏ឈប់លេងចេញមកវិញហើយក៏ជ្រោភ្លៀងទៅក៏នឹកឃើញជាក់តែដល់ពេលគិតចុះគាត់ឡើងយើងជីឡានមិនទៅចូលជ្រោភ្លៀងទៅអញ្ចឹងក៏សម្រាប់ចិត្តទៅជ្រោឲ្យដាក់ជាក់ហើយនេះលទ្ធផលមកដល់ផ្ទះសល់3ក្បាលសរុបទៅវីដេអូមានតែប៉ុណ្្នឹងទេអរគុណអ្នកតាមដានអរគុណ